ឃ្លាំងមាសដ៏ធំបំផុតនៅលើពិភពលោកគឺនៅទីក្រុងញូវយ៉កដែលរសារមាសទុកដល់ទៅ850,000 លានដុល្លារបើគិតជាតម្លៃលុយអញ្ចឹងសួរតែកត្តាអស់អីបានធ្វើឲ្យគេយកមាសទៅទុកហ្នឹងហើយគិតទៅមាសនៅក្នុងទីក្រុងញូវយ៉កនេះបើគិតជាតោនវិញគឺមាន6,300តោនអញ្ចឹងវាមិនមែនជាមាសដែលជាគេហៅថាជាមូលធនបំរុងរបស់សហរដ្ឋអាមេរិកទេពីព្រោះមាសរបស់សហរដ្ឋអាមេរិកបច្ចុប្បន្ននេះមានដល់ទៅ8,133តោនប៉ុន្តែគេមិនទុកមកកន្លែងនេះគេទុកច្រើនកន្លែងអញ្ចឹងណាបាទដែលឡែកសម្រាប់ទីក្រុងញូវយ៉កនេះគឺជាឃ្លាំងមាសដែលធំជាងគេនៅលើពិភពលោកហើយចំនួនស្តុកទុកមាសគឺ6,300តោនបើយើងគិតជាលុយដុល្លារស្មើនឹង850,000 លានដុល្លារសហរដ្ឋអាមេរិកអញ្ចឹងខ្ញុំនឹងធ្វើការលម្អិតអំពីឃ្លាំងមួយនេះជូនតើមាសតម្លៃប្រមាណប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពយ៉ាងម៉េចហើយនរណាខ្លះដែលមានសិទ្ធិដាក់មាសនៅក្នុងតំបន់នៅក្នុងឃ្លាំងនេះហើយលំហូរចូលណាមិនបានជានៅតែជាប្រយោជន៍ភាពតាក់ទាញធនាគារធំៗធ្វើការដាក់នៅលើឃ្លាំងមួយនេះ